ពេលក្រោបានឃើញតម្លៃប្រាក់ពេលធ្លាក់នរកបានឃើញតម្លៃមនុស្សពេលឈឺចិត្តស្លាប់បានឃើញតម្លៃនៃការរស់ដល់តែមានញាណវិបស្សនាឃើញទុកទោសនៃវដ្តសង្សារបានឃើញតម្លៃនៃការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធហ្នឹងក៏លើកអស់អញ្ចឹងទៅណាពេលដែលយើងធម្មតាដូចជាថាវាមិនសូវឃើញតម្លៃនៃការរស់អីក្រៃលែងដល់អាពេលដែលយើងដឹងថាឈឺអីដូចមហារាជអីចឹងដល់តែដឹងថាដំណាក់កាលមើលមិនជាអីហ្នឹងស្លុតទេដោយសម័យពុទ្ធកាលអញ្ចឹងមិនមែនថាអូអ្នកកាន់ពុទ្ធសាសនាសិអ្នកក្រោយណាមហាសិទ្ធិលោកសិទ្ធិអនាថបណ្ឌិតឧបាសិកាវិសាខាអីបំណាហ្នឹងហើយក៏ធ្វើទានទំនុកបំរុងថាពលី5ប្រការហ្នឹងមិនមែនទំនុកបំរុងតែព្រះភិក្ខុសង្ឃទេហ្នឹងហើយទំនុកបំរុងដល់ប្រទេសនគរអីហ្នឹងបាទបសេនតិកោសលហៅប្រជុំទៅត្រូវជួយដោយថាសង្គ្រោះដោយទឹកចំនួនអីស្អីក្នុងសាវត្ថីហ្នឹងឲ្យលោកសិទ្ធិហ្នឹងជួយរៃគ្នាអីចឹងទៅហ្នឹងហើយចាត់ចែងជួយជាការសង្គ្រោះទៅក្នុងរាជពលី5ប្រការហ្នឹងក្នុងការដែលពុទ្ធបរិស័ទយើងហ្នឹងមានទ្រព្យសម្បត្តិដែលយើងក៏សប្បាយចិត្តក្នុងការប្រើប្រាស់នៅទ្រព្យសម្បត្តិនឹងឯងក្នុងការទំនុកបំរុងមេត្តាបិតាហ្នឹងឯងក្នុងប្រយោជន៍បច្ចុប្បន្នហ្នឹងដែលព្រះពុទ្ធអង្គសម្ដែងសេចក្តីសុខហ្នឹងមាន4ណាដីសុខរបស់គរិយាវៈដីសុខរបស់បព្វជិតមាន4ដែលឡែកទៅសុខរបស់គរិយាវៈ1អដ្ឋិសុខមានទ្រព្យសម្បត្តិអដ្ឋិប្រែតែមានទ្រព្យសម្បត្តិហើយមានមិត្តល្អហ្នឹងឯងនឹងមានគេឈ្មោះល្អហ្នឹងអដ្ឋិហ្នឹងមានអ្វីដែលជាឧបនិស្ស័យសម្រាប់ឲ្យយើងរស់នៅសុបាយចិត្តហ្នឹងហ្នឹងឯងហើយទី2ភោគសុខមានហើយបរិភោគប្រើប្រាស់ហ្នឹងឯងឲ្យបានសមរម្យអត់មានបរិភោគអីទៅក្នុងអ្វីដែលអត្ថប្រយោជន៍អបាយមុខអីទៅផ្សេងទេបរិភោគប្រើប្រាស់ទំនុកបំរុងមេត្តាបិតាក្រុមគ្រួសារអីទាំងអស់ហ្នឹងហើយប្រព្រឹត្តក្នុងពលីមាន5ប្រការដូចជាទី1ពុព្វពេតពលីហ្នឹងឯងធ្វើបន់តេខេណានុបទានណាដល់ញាតិចែកឋានទៅហ្នឹងទី2ញាតិពលីអាចសង្គ្រោះញាតិនឹងបានយ៉ាងណាសមរម្យតាមហ្នឹងញាតិពលីហ្នឹងហើយទី3អតិថិពលីភ្ញៀវអតិថិជនអតិថិពលីទទួលភ្ញៀវទី4ក៏រាជពលីទំនុកបំរុងប្រទេសនគរហ្នឹងហើយយើងបងពួនអីហ្នឹងក៏ចូលក្នុងរាជពលីហ្នឹងដែរហើយនឹងទី5ទេវតាពលីហ្នឹងហើយក្នុងការដែលយើងធ្វើបុណ្យអីក៏ទិសដល់ទេវតាហើយនឹងមានមេត្តាចិត្តចាយចឹងទៅទេវតាពលីមាន5ប្រការហ្នឹងព្រះពុទ្ធអង្គសម្ដែងថាជាការចំណាយចាយទ្រព្យសម្បត្តិហ្នឹងត្រឹមត្រូវក្នុងពលីហ្នឹងហើយចឹងមិនហាមឃាត់ផលបុណ្យទេហ្នឹងហើយបាទពិមពិសាព្រះអង្គសោយរាជតាំងពីបច្ចុប្បន្ន15រហូតមកបាន16ឆ្នាំបច្ចុប្បន្ន31សម្រាប់សោតាបត្តផលហើយគង់នៅសោយរាជសម្បត្តិជាព្រះសោតាបានជាព្រះអរិយបុគ្គលរហូតបច្ចុប្បន្ន67ហ្នឹងហើយហ្នឹងគឺគ្រាន់តែចង់លើកថាព្រះអរិយបុគ្គលដែលជាមហាសិទ្ធិជាបរិជាហ្នឹងហើយកុំឲ្យយើងយល់ថាពុទ្ធសាសនាណែនាំឲ្យសន្តោសហ្នឹងឲ្យក្រឲ្យខ្ជិលមិនមែនទេគឺឲ្យមានសេចក្តីសុខតាមផ្លូវចិត្តហ្នឹងឯងធម្មតាមនុស្សយើងដែលមានសេចក្តីទុកច្រើនខ្វាយខ្វល់ហ្នឹងមកអំពីចិត្តទៅចង់បានរបស់ដែលអត់ហើយអត់សុខជាមួយនឹងរបស់ដែលមាននេះហ្នឹងឯងដល់អញ្ចឹងវាចេះតែកើតទុកហើយបើយើងមកពិចារណារបស់ដែលយើងមាននេះគ្រាន់តែយើងបាននៅរស់នេះមុំណាស់ទៅមហាសិទ្ធិព្រមអស់ប្រាក់រាប់$10,000លានដុល្លារឲ្យតែបានរស់ប្រហែលយើងហ្នឹងក្នុងសម័យពុទ្ធកាលមហាសិទ្ធិហ្នឹងអំបរពេទ្យជីវៈកោមារភ័តពួកគាត់ភ័យពេទ្យប្រចាំទីសាប៉ាមកហ្នឹងថា7ថ្ងៃទៀតគាត់ស្លាប់ហើយមានតង្កូវក្នុងដលាក្បាលហើយពេទ្យមួយទៀតថាតែ5ថ្ងៃឯងណែដល់ពេលភ័យហ្នឹងឯងបានឃើញតម្លៃនៃជីវិតហ្នឹងខ្លាំងតែហ្មងពេលក្របានឃើញតម្លៃប្រាក់ពេលធ្លាក់នរកបានឃើញតម្លៃមនុស្សពេលឈឺចិត្តស្លាប់បានឃើញតម្លៃនៃការរស់ដល់តែមានញាណវិបស្សនាឃើញទុកទោសនៃវដ្តសង្សារបានឃើញតម្លៃនៃការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធហ្នឹងក៏លើកអស់អញ្ចឹងទៅណាពេលដែលយើងធម្មតាដូចជាថាវាមិនសូវឃើញតម្លៃនៃការរស់អីក្រៃលែងដល់អាពេលដែលយើងដឹងថាឈឺអីដូចមហារាជអីចឹងដល់តែដឹងថាដំណាក់កាលមើលមិនជាអីហ្នឹងស្លុតទេណាដូចមហាសិទ្ធិហ្នឹងត្រាប់តែពេទ្យជីវៈកោមារភ័តហ្នឹងទៅតែរៀនបានចេះមកថាអាចមើលបានអញ្ចឹងណាគាត់វល់គូពេទ្យហ្នឹងហើយពួកភ័យតក់ស្លុតដល់កម្រិត
ដែលថាតែ5ថ្ងៃទៀតស្លាប់ដល់អញ្ចឹងទៅថាឲ្យតែមើលគាត់ជាទ្រព្យសម្បត្តិគាត់ប្រមាណគាត់ជូនលោកគ្រូពេទ្យទាំងអស់ហើយគាត់ទៅនៅបំរើលោកគ្រូពេទ្យទៀតដើម្បីឲ្យតែបានរស់ហ្នឹងហើយអាហ្នឹងដល់ពេលវាតក់ស្លាប់ទៅអញ្ចឹងបាននិយាយថាយើងមានជីវិតនៅរស់ហើយគួរតែសុបាយចិត្តហើយនេះហ្នឹងហើយមិនក៏រស់ហើយមិនសុបាយហ្នឹងហើយអាហ្នឹងមកអំពីយើងវាអត់បានគិតអ្វីដែលយើងមានដើម្បីឲ្យសុខមួយថ្ងៃហ្នឹងអញ្ចឹងសំសេចក្តីសុខផ្លូវចិត្តទៅប៉ុនមែនទេទៅគឺយើងឃើញសេចក្តីសុខក្នុងបច្ចុប្បន្នតាន់ពេលហ្នឹងហ្មងមិនចាំបាច់តល់តែប៉ុននឹងឲ្យផលវិបាកជាសុខទៅទេក្នុងជីវ័នចិត្តហ្នឹងវាព្រឹកទៅជាជីវ័នចិត្តល្អទៅនៅពេលដែលចិត្តយើងល្អវាអត់មានរឿងអាក្រក់អីសម្រាប់ជីវិតយើងណាអស្ចារ្យណាស់យើងមិនអាចថាចេះតែទៅទៀមទារឿងល្អពីអ្នកដទៃពីមេឃពីដីអីបានទេប៉ុន្តែយើងសូមសេចក្តីល្អពីខ្លួនយើងណាយើងមានតែកំណាញ់អីខ្លួនឯងយើងឲ្យសេចក្តីល្អខ្លួនយើងគ្រាន់តែថាវាមានគោលការណ៍ព្រះអភិធម្មបរមត្ថធម៌តែចិត្តយើងល្អពេលណាដែលចិត្តយើងល្អអត់មានរឿងអាក្រក់សម្រាប់យើងទេរឿងគឺជាអារម្មណ៍របស់វិញ្ញាណណាអារម្មណ៍របស់វិញ្ញាណដែលដឹងរឿងហ្នឹងហ្នឹងហើយរួចទៅចេញទៅជាទានចេញទៅជាសិលទៅជាសមថៈទៅជាវិបស្សនាទៅជាការជួយទៅជាការសង្គ្រោះអញ្ចឹងគឺសិតតែរឿងល្អទាំងអស់ឲ្យតែចិត្តយើងល្អហ្នឹងហើយបានយើងប្រឹងប្រែងផ្ដល់ប្រគល់សេចក្តីសុខឲ្យខ្លួនឯងនឹងឯងជាជាងដែលយើងចិត្តទៅទៀមទាពីអ្នកដទៃចង់បានយ៉ាងនេះចង់បានយ៉ាងនោះបាទណាអ្នកដទៃហ្នឹងឲ្យតែខ្លួនគាត់ហ្នឹងមិនទាំងគ្រប់ផងយើងទៅទៀមទាអីងាយទេហ្នឹងឯងដល់តែយើងមានវិធីចេះសាងសេចក្តីសុខឲ្យខ្លួនឯងតាមរយៈនេះចិត្តល្អហ្នឹងប្រសិទ្ធៈទោសទៀតអញ្ចឹងបានសេចក្តីសុខបករាវាហ្នឹងមាន4ណាព្រះពុទ្ធអង្គសម្ដែងក្នុងអង្គត្រនិកាយចតុកនិបាតហ្នឹង1អធិសុខមានណាមានទ្រព្យមានមិត្តល្អកល្យាណមិត្តមានកិត្តិយសគេឈ្មោះរមួមរស់នៅក្នុងសង្គមហ្នឹងណាហ្នឹងឯងដែលនាំឲ្យយើងមានសេចក្តីសុខហ្នឹងទី2ភោគសុខបរិភោគប្រើប្រាស់ត្រឹមត្រូវប្រកបដោយធម៌ទី3អនិច្ចណសុខមិនចម្ពាក់បំណុលគេទាំងអត់ឃ្លានមានក្រយ៉ាងណាគឺថាដល់ទៅចម្ពាក់គេយ៉ាប់ហ្នឹងហើយលើកើតទុកហ្នឹងហើយចិត្តវាអត់ស្ងប់ហ្នឹងឯងមិនជាពាក្យគេទេហើយជាពិសេសជាពាក្យបញ្ញវេរាអីផ្សេងបាណាតិបាតអត្តនេទានអីហ្នឹងរឹតតែធ្ងន់ទៅទៀតដល់តែយើងដឹងថាយើងអត់ចម្ពាក់បំណុលអត់ប្រព្រឹត្តបញ្ញវេរាហើយមិនចម្ពាក់ទ្រព្យសម្បត្តិអីទេណាអនិច្ចហ្នឹងមកអំពីបរិស័ទអ៊ីណហ្នឹងប្រែថាបំណុលហ្នឹងហើយដូចយើងពាក្យថាអ៊ីណទានគេហៅអន្តទានណាអ៊ីចេញតួណហ្នឹងឲ្យខ្ចីអ៊ីណហ្នឹងបំណុលខ្ចីហ្នឹងហើយអានេះគឺបរិស័ទចឹងទៅអនិច្ចណសុខហ្នឹងគឺបានន័យថាអត់មានជាពាក្យបំណុលគេហើយជាពិសេសទី4នេះអនិច្ចវច្ចសុខសុខព្រោះការងារប្រសិទ្ធៈទោសហ្នឹងហើយហ្នឹងសេចក្តីសុខ3ខាងដើមហ្នឹងក៏មិនបានមកចម្រៀកសេចក្តីសុខដែលហៅថាអនិច្ចវច្ចសុខហ្នឹងឯងសុខព្រោះការងារប្រសិទ្ធៈទោសអត់ធ្វើអីឲ្យមានទោសនៅក្នុងប្រទេសនគរហើយនឹងទោសដែលជាបាបកម្មពីវិរិយរស់នៅមានអិសរៈមានសេរីភាពមិនមែនជាអ្នកទោសហ្នឹងព្រះពុទ្ធអង្គសម្ដែងគឺសេចក្តីសុខដែលជាអនិច្ចវច្ចសុខនេះជ្រៀកជា16ទៅមកចម្រៀកហ្នឹងក៏នៅតែច្រើនជាងសេចក្តីសុខ3ខាងដើមហ្នឹងទៅទៀតហ្នឹងឯងអញ្ចឹងយើងប្រកាន់គោលការណ៍សេចក្តីសុខរបស់ការិវៈមាន4ហ្នឹងបើបព្វជិតលោកមាន4នៃកម្មសុខបវិវេកសុខឧបសមសុខសម្ពោធិសុខដែលឡែកផ្សេងទៅព្រោះលោកមានជីវិតជាអ្នកបួសផុតចេញពីរឿងការិវៈហ្នឹងឯងអញ្ចឹងសេចក្តីសន្តោសនេះគឺថាធ្វើឲ្យទ្រព្យសម្បត្តិដែលយើងមានហ្នឹងវាធ្វើឲ្យយើងគ្រប់ណាបើយើងមិនសន្តោសទេណាទ្រព្យសម្បត្តិសំបីតែស្ដេចចាក់ហើយនឹងក៏ដែរចឹងនៅតែថាមានចក្ររតទៅទេវលោកណាចង់សោយរាជនៅទេវលោកទៀតណាបើអិនចែកពាក់កដាលឲ្យសោយរាជហើយហ្នឹងចង់ធ្វើឃាតបើអិនដណ្ដើមសោយរាជទាំងមូលទៀតហ្នឹងហើយវាអត់គ្រប់វាអត់មានសម្បត្តិក្នុងលោកណាធ្វើឲ្យមនុស្សម្នាក់គ្រប់ហ្នឹងហើយគ្រប់ឯងដោយសារសម្បត្តិហ្នឹងវាអត់ទេព្រោះបញ្ហានោះចិត្តរាជធំទៅហ្នឹងហើយប៉ុន្តែដល់តែយើងមានសម្ដោសម្បត្តិដែលយើងមានស្រាប់ហើយហ្នឹងបែរទៅជាធ្វើឲ្យយើងគ្រប់ឲ្យអស្ចារ្យប៉ុណ្ណាដែលសម្បត្តិយើងមានរាល់ថ្ងៃហ្នឹងអាចធ្វើឲ្យយើងរស់នៅគ្រប់បាននេះហ្នឹងហើយដូចបព្វជិតអីហ្នឹងសួរថាធ្វើម៉េចអាត្មាមានសេចក្តីសន្តោសតតែឃើញខ្លឹមសារនៃជីវិតនៅត្រង់សិលសមាធិបញ្ញានេះអញ្ចឹងមិនយកបច្ច័យ4ហ្នឹងជាបឋមប្រធានអីទៅទេគ្រាន់តែអាចញ៉ាំងជីវិតន្ត្រីឲ្យរស់នៅបានតែប៉ុណ្្នឹងឯងប្រព្រឹត្តសិលសមាធិបញ្ញាហ្នឹងមានសេចក្តីសន្តោសហើយហ្នឹងទី3ទី4កតញ្ញុតាហ្នឹងឯងគេថាឲ្យដឹងគុណព្រះកថាមង្គលសោតសម្ដែងពីការដឹងគុណហ្នឹងមានចែកទៅជា2មួយដឹងគុណបុព្វការីមួយទៀតដឹងគុណបុណ្យទាំងបុណ្យដែលនាំឲ្យយើងរួចពីអបាយភូមិមាននរកជាដើមបានកើតមកជាមនុស្សនេះហ្នឹងឲ្យអរគុណបុណ្យខ្លួនយើងហ្នឹងហ្មងទៀតមនុស្សយើងពូកែ
យើងមើលទៅឃើញកូនចៅទៅតាអីហ្នឹងគ្នាមិនតាន់ដឹងក្តីអីហ្នឹងមែនណាប៉ុន្តែយើងនឹកឃើញពីជាតិមុនប្រកែហ្នឹងហើយគឺអត់មានទៅសុំប៉ុនឬក៏ទៅសោកប៉ាន់ឬក៏វងសាកណាញាតអីលំអៀងអីអត់ទេគឺតលតែមានប៉ុនពិតប្រកបខ្លួនឯងបានប៉ុនហ្នឹងជាកម្មបច្ច័យឲ្យមានកម្មជារូបនិងវិបាកបរិសន្ធិក្នុងផ្ទៃនៃមេត្តានេះយ៉ាងអស្ចារ្យណាស់ពីព្រោះមនុស្សយើងទេវតាអីហ្នឹងក៏ដែរចឹងវាច្រើនតែសៅមងចិត្តនៅពេលចិត្តស្លាប់ហើយចិត្តទេសង្កលិទ្ធេទុក្ខតੰបារិកੰខាតែសៅមងពេលចិត្តស្លាប់ទុក្ខតិនឹងមានប្រកបអញ្ចឹងដែលយើងបដិសន្ធិជាមនុស្សបាននេះណាគឺថាចិត្តទេអសង្កលិទ្ធេសុខតੰបារិកੰខាហ្នឹងហើយពេលដែលចិត្តស្លាប់ហ្នឹងចិត្តមិនសៅមងបានកើតជាមនុស្សបានហ្នឹងឯងអញ្ចឹងយើងមើលទៅឃើញកូនចៅតូចតាចអីចឹងគឺថាយើងនឹកដល់អតីតជាតិហើយនឹកឃើញស្ញប់ស្ញែងចឹងព្រោះយើងសិក្សាតាមឱវាទរបស់ព្រះអង្គច្រើនទៅបានកិច្ចឆោមមនុស្សសក្តិបដិលាភោហ្នឹងយើងទទួលបានត្រង់ថាការកើតមកជាមនុស្សជាការក្រហ្នឹងគឺដោយសារថាវាច្រើនតែសៅមងចិត្តពេលចិត្តស្លាប់អបាយភូមិនេះដល់តែបានកើតមកជាមនុស្សហ្នឹងគឺថាយើងខំប្រឹងប្រែងប្រើប្រាស់អត្តភាពជាមនុស្សហ្នឹងឯងទីមួយអរគុណដល់ប៉ុនហ្នឹងហើយមួយទៀតដោយកូនប្រុសស្រីច្រើនណាវាចិត្តតែនឹកឃើញថាម៉ែឪបង្កើតកូនមកត្រូវតែចិញ្ចឹមកូនដល់អញ្ចឹងទៅដាក់ភារៈហ្នឹងទៅលើមេដាបិតាវាអត់នឹកឃើញគុណនេះម៉ែឪបង្កើតកូនត្រូវតែចិញ្ចឹមកូនបើមិនចិញ្ចឹមដាក់ទោសគាត់ហ្នឹងឯងកាត់កាលគាត់មិននិយាយរកគាត់ជំនុំគុំគួនអីផ្សេងអញ្ចឹងទៅហ្នឹងឯងព្រោះដាក់ភារៈថាបង្កើតកូនត្រូវតែចិញ្ចឹមកូនខ្ញុំមានកូនខ្ញុំចិញ្ចឹមកូនខ្ញុំទៅទៀតអានេះមិច្ឆាទិដ្ឋិយល់ខុសហ្នឹងទៅជាថាណដ្ឋិមេត្តាណដ្ឋិបិតាមេតាបិតាមិនមានគុណហ្នឹងអញ្ចឹងទៅប៉ុន្តែដែលយើងត្រូវយល់ដោយសម្មាទិដ្ឋិយល់ត្រូវគឺមេតាបិតាវិញ្ញាណមេតាបិតាវិញ្ញាណមេតាផ្សេងវិញ្ញាណបិតាផ្សេងមិនអាចគាត់មកផ្សំគុំគ្នាទៅបង្កើតបានវិញ្ញាណមួយទៀតទេព្រោះវិញ្ញាណយើងជាកូនហ្នឹងមកខ្សែរបស់យើងដោយឡែកហ្នឹងហើយគឺមានបញ្ញកម្មអំពើកម្មជាបុណ្យហ្នឹងឲ្យវិបាកបរិសន្ធិបានដីថាយើងមកជ្រក់កោននឹងគាត់ហ្នឹងហើយបើយើងជាទេវតាឧបបាទកកំណើតកើតមកធំដឹងក្តីពេញវ័យមានអាហារជាទឹកបាយទឹកមហូបអាហារទឹកមិនលំបាកមេត្តាបិតាអីទេតែមនុស្សនេះមិនមែនដូចទេវតាណានៅក្នុងផ្ទៃនៃមេត្តាប្រហែលខែហើយប្រសូតមកមួយឆ្នាំ12ខែ365ថ្ងៃថែម6ម៉ោងទៀតហ្នឹងហើយគិតឲ្យអស់ទៅណាហ្នឹងហើយអញ្ចឹងបានដល់6 4 24ខែកុម្ភៈហ្នឹងមាន4ឆ្នាំឡើង29មួយថ្ងៃហ្នឹងដោយសារក្នុងមួយឆ្នាំហ្នឹងវាមាន365ថ្ងៃថែម6ម៉ោងទៀតហ្នឹងហើយហើយ2ឆ្នាំ3ឆ្នាំ5ឆ្នាំយើងមានតាមចាំខ្លួនឯងបាននេះណាមើលហើយមេតាបិតាស្រឡាញ់ហ្នឹងជាទូគុណណាហ្នឹងឲ្យយើងសិក្សារៀនសូត្រអីបង្ហាត់បង្រៀនជាបុព្វាចារ្យជាប្រព្រំជាបុព្វទេវាហើយព្រះពុទ្ធអង្គសម្ដែងអាហោណៃយាចពតាហ្នឹងមេតាបិតាជាព្រះអរហន្តរបស់កូនប្រុសស្រីហើយបើអ្នកសម្រាប់ព្រះសោតាបានសក្តិគេមានព្រះសក្តិគេអនាគាមីអត់តអនន្តរិយកម្មទេអត់អរហន្តឃាតសម្រាប់ព្រះអរហន្តដែលអស់រាគៈទុសៈមោហៈហ្នឹងហើយដល់ទៅមេត្តឃាតបេតឃាតចូលអនន្តរិយកម្មព្រឹកហ្នឹងហើយនឹងយើងត្រឡប់មកជាការដែលយើងគោរពបូជាមេត្តាបិតាយើងគោរពបូជាព្រះអរហន្តណាព្រះយើងក្នុងផ្ទះហ្នឹងគោលការណ៍ធំហើយនៅក្នុងឱវាទរឿងរៀបការហ្នឹងវាសំខាន់ត្រង់ដែលថាឲ្យកូនប្រុសស្រីហ្នឹងនឹករលឹកមើលដោយយើងរៀបការពេលហ្នឹងអញ្ចឹងមេត្តាបិតាយើងប្រឹងប្រែងប៉ុណ្ណាតម្រាំតែមកដល់ថ្ងៃហ្នឹងប្រឹងប្រែងណាចឹងហ្នឹងហើយក៏ជាគុណល្អរបស់កូនប្រុសស្រីដែរដែលបានគេថាសាងមុខមាត់កិត្តិយសដល់ក្រុមគ្រួសារណាហ្នឹងហើយយើងជាកូនល្អហ្នឹងចាំទៅប៉ុន្តែថាមេត្តាបិតាហត់នឿយណាហ្នឹងហើយប្រឹងប្រែងរៀបចំកិច្ចការងារហ្នឹងថាយើងទៅរੂណាដែលក្រៅពីមេត្តាបិតាហ្នឹងហើយយើងនឹកឃើញដល់ចាំទៅយើងជាកូនហ្នឹងមានកំហុសអីទៅយ៉ាងណាក៏មេត្តាបិតានៅតែឲ្យអភ័យខុស5ដងខុស10ដងអីហ្នឹងក៏ដោយហ្នឹងហើយគឺនៅតែអាណិតនៅតែចិញ្ចឹមយើងជាកូននឹងអញ្ចឹងអានឹងខ្ញុំណាគ្រាន់ចង់លើកថាជាមួយអ្នករតីអត់បានទេឃើញហ្នឹងហើយខុសម្ដងគឺទៅតាមហ្នឹងហើយបើថាច្បាប់ក្នុងប្រទេសនគរអីណាពន្ធនាគារអីយ៉ាងម៉េចគឺទៅតាមហ្នឹងហើយអត់មាន2 3ដងអីទេហ្នឹងហើយបើមេត្តាបិតា20 30ដងយើងសូមកម្មាទោសសូមកែប្រែបានជាកូនល្អមកគាត់សប្បាយចិត្តទៅទៀតហ្នឹងហើយអាហ្នឹងដែលយើងដឹងគុណមេត្តាបិតាហើយយើងអស់ពីមេត្តាបិតាទៅយើងប្រឹងប្រែងស្រឡាញ់ខ្លួនឯងឲ្យជាការស្រឡាញ់ដ៏ល្អហ្នឹងហើយចាកលោកនឹងទៅទៀត
គឺថាមានបុណ្យណាព្រះអង្គសម្ដែងជាយ៉ាងកតានេះបញ្ញានេះតាំងមិត្តតាំងសម្រាយកាំងណាបុណ្យដែលយើងធ្វើដោយខ្លួនឯងនឹងឯងជាកល្យាណមិត្តជួយតាមថែរក្សាយើងនឹងទៅហ្នឹងគ្រាន់តែនឹករលឹកដែលយើងអស់អំពីមេត្តាបិតាទៅគឺត្រូវប្រឹងប្រែងជួយខ្លួនឯងយើងមិនចេះទៅពឹងពាក់អីណាអីបានទេយើងមានផលប្រយោជន៍គេចេះតែមានមិត្តភក្តិអ៊ូអរទៅអស់ផលប្រយោជន៍ដូចពាក្យគេថាដើមឈើរលំស្វារត់ចោលអីចឹងណានឹងចំណាយគ្រាន់តែចង់លើកឲ្យកូនចៅបានជ្រាបថាមិនងាយទៅរស់ណាដូចមេត្តាបិតាយើងទេហ្នឹងហើយចាំបង្រៀនយើងហើយជាបុព្វាចារ្យចិនយើងបង្រៀនយើងទៀតហ្នឹងហើយម្ដាយមួយនោះបញ្ចុកបាយកូនពិការរហូតកូនអាយុ60កូនប្រុសហើយគាត់80នៅបញ្ចុកបាយកូនមើលហើយក្រៅតាំងពីម៉ែឪណាទៅទ្រាំទ្រួអីចិនអីយើងអញ្ចឹងហ្នឹងហើយដូច្នេះការដែលយើងត្រូវដឹងគុណហ្នឹងកុំឲ្យថាម៉ែឪបង្កើតយើងត្រូវតែចិញ្ចឹមយើងត្រូវតែចិញ្ចឹមហើយមេត្តាបិតានោះហ្នឹងហើយយើងមានកូនយើងស្រឡាញ់កូនយើងណាណីហ្នឹងហើយប៉ុន្តែយើងត្រូវឲ្យដឹងថាការដែលគាត់ចិញ្ចឹមហ្នឹងគាត់មានគុណគឺសេចក្តីល្អហ្នឹងហើយគ្រាន់តែដឹងគុណប៉ុណ្ណឹងជាសមាធិហើយជាបុព្វភាដើម្បីដែលយើងត្រូវប្រព្រឹត្តបប្រតិបត្តិជាកូនល្អហ្នឹងហើយជីវិតយើងនេះវាមានតម្លៃណាហ្នឹងហើយមានតម្លៃក្រៃលែងណាស់កើតមកដោយសារបុណ្យផងបុណ្យឧបត្ថម្ភផងហើយមេត្តាបិតាចិញ្ចឹមបីបាច់មើលថែក្រៃលែងហើយយើងត្រូវចិញ្ចឹមជីវិតខ្លួនឯងបាយទឹកអីសន្ធឹកសន្ធាប់ទៀតដូច្នេះជីវិតនឹងថ្លៃដោយថាយើងជួលមកណាហើយមកកើតក្នុងโลกហ្នឹងយើងបង់ពន្ធឲ្យមច្ចរាជកាត់ជីវិតយើងមួយថ្ងៃ24ម៉ោងបង់ពន្ធទៀតជីវិតជាការបង់ពន្ធទៀតណាពន្ធថ្លៃទៀតណាមិនមែនថ្លៃដីថ្លៃឡានថ្លៃផ្ទះអីតែប៉ុណ្្នឹងទេហ្នឹងហើយដូច្នេះយើងត្រូវប្រើជីវិតហ្នឹងឲ្យបានប្រយោជន៍ចឹងកុំឲ្យធ្វេសប្រហែសកុំឲ្យរបៀបដូចថាគ្រាន់តែលើកឧទាហរណ៍ថាបង្ហោះម៉ូតូលេងអីចឹងណាអាហ្នឹងគឺថាវានាំឲ្យមានសេចក្តីអន្តរាយវាគៀកកិតនឹងសេចក្តីអន្តរាយវាដូចជាថាជីវិតនឹងថោកណាស់អញ្ចឹងណាស្លាប់ចោលដូចថារបស់ថោកហ្នឹងឯងតែបើដល់តែយើងដឹងថាមើលយើងកើតមករិក្សាបុណ្យមិនងាយផងបុណ្យឧបត្ថម្ភផងមេត្តាបិតាក្រៃលែងផងយើងប្រឹងប្រែងណាស់ផងរំតែបានរស់ដូច្នេះកុំឲ្យខាតណាដែលយើងជួលជីវិតនឹងមកមានតម្លៃប៉ុណ្ណឹងកើតមកក្នុងโลกហ្នឹងចាំបាច់ដែលយើងត្រូវប្រើប្រាស់ដែលយើងជួលមកហ្នឹងវាមានប្រយោជន៍ត្រង់ថាយើងត្រូវប្រើប្រាស់គឺថាដូចជាបព្វជិតប្រើប្រាស់ក្រៃលែងឲ្យប្រព្រឹត្តសិលសមាធិបញ្ញាដើម្បីឆ្លងទៅកាន់ត្រូវនេះគឺព្រះនិព្វានបានយើងចាំបាច់បានស្ដាប់នៅព្រះសទ្ធម្មនឹងឯងដើម្បីឲ្យអ្វីដែលយើងមិនទាន់ដឹងយើងបានដឹងអ្វីដែលដឹងហើយក៏យើងបានដឹងតទៅទៀតទៅទាំងសូមអនុមោទនានឹងឯងមានមង្គលដល់ឧត្តម5ប្រការអញ្ចឹងក៏ពេលវេលា4-5នាទីបង្និតបានអានប្រាក់បូជាពធចូលរួមជាបុណ្យកុសលមង្គលសិរីសុខស្ដីឲ្យកូនប្រុសស្រីពុទ្ធបរិស័ទតែងតែបូជាផ្ញើមកតាមអ៊ំប្រុសនឹងឯងហើយបានឮឈ្មោះនាមទៅក៏សប្បាយចិត្តដោយសេចក្តីជ្រះថ្លាហ្នឹងហើយបានបូជាពធទៅហើយបានចងដៃកូនប្រុសស្រីហើយកូនប្រុសស្រីនឹងទទួលទៅណាហ្នឹងហើយទួលទៅព្រោះចំនួនប្រាក់តិចច្រើនអីមិនម៉ាអានឹងធម្មតាទេប៉ុន្តែសំខាន់គឺប្រាក់ពធយើងទទួលទៅយើងយកធ្វើអីជាមង្គលនៃជីវិតទៅយើងធ្វើបុណ្យទៅជូនមេត្តាបិតាអីជាព្រះអរហន្តរបស់យើងអីទៅក៏បានដែរពីយើងបានបុណ្យជាគោលសំខាន់ក្នុងពិធីអាពាហ៍ពិពាហ៍របស់យើងនឹងឯងដើម្បីថាយើងបានរាប់អាននៅក្នុងពុទ្ធសាសនាជាឧបនិស្ស័យនៃលោកកតរៈធัวបានរួចផុតចាកទុក្ខកំបីឃ្លៀងឃ្លាតខ្លាយជាបការៈដល់តេឡើយ